បាទជំរាបសួរបងប្អូនអ្នកស្វែងវិស័យកសិកម្មទាំងអស់គ្នាជ្រុងមួយនៃកំណត់ក្នុងការចែករំលែកដល់បងប្អូនពាក់ព័ន្ធទៅនឹងវិស័យកសិកម្មចិញ្ចឹមកង្កែបក្នុងអាងក្នុងតង់និងលើគោកអញ្ចឹងវីដេអូមួយនេះក៏សូមជម្រាបជូនដំណឹងដល់បងប្អូនជាពិសេសផងដែរថាសម្រាប់ពេលឥឡូវនេះកូនកង្កែបនៅក្នុងកសិដ្ឋានរំ8គឺអស់រលីងហើយចឹងសូមអធិស្ឋានសម្រាប់បងប្អូនដែលអ្នកចិញ្ចឹមកង្កែបហើយកំងកូនកង្កែបហើយបច្ចុប្បន្ននេះគឺយើងមានការផ្គត់ផ្គង់តែកង្កែបសាច់មួយចំនួនតូចទេមិនធំទេហើយកង្កែបមេបាពូជណាមេបាពូជយើងនៅមានណាអញ្ចឹងមេបាពូជមានហើយរដូវបង្កាត់ក៏វាត្រូវបានបញ្ចប់ហើយផងដែរគឺនៅក្នុងឆ្នាំ2026ណាជួបគ្នាឆ្នាំ2026បានយើងមានកង្កែបបន្តកូនកង្កែបបន្តបច្ចុប្បន្នគឺយើងផុតរដូវកាលនៃការបង្កាត់ហើយអញ្ចឹងណាអញ្ចឹងយើងនៅមានតែកង្កែបសាច់ហើយនិងកង្កែបពូជបងប្អូនចង់រៀនបង្កាត់ចង់បានមេពូជបងប្អូនអាចយកទៅចិញ្ចឹមបដាហើយបានដើមឆ្នាំ2026គឺយើងអាចបង្កាត់បានហើយអញ្ចឹងយើងដើមឆ្នាំ2021ទៅអាចបង្កាត់បានអញ្ចឹងបងប្អូនដែលកំងច្រើនសាក់សួរច្រើនទាក់ទងនឹងកូនកង្កែបអញ្ចឹងវីដេអូមួយនេះបញ្ជាក់ថាឆ្នាំ2026បានយើងជួបគ្នាជាមួយវគ្គប្រពដាលបង្កាត់កង្កែបជាបន្តហើយនឹងការកំងកូនកង្កែបបានមានបន្តទៀតឥឡូវនេះគឺត្រូវបានបញ្ចប់វគ្គនៃការបង្កាត់ហើយកូនកង្កែបក៏ត្រូវបានអស់បដាហើយដែរម៉ួយគាត់យកអស់ហើយហើយនេះធំហើយគឺយើងសេះសល់តិចតួចទុកចិញ្ចឹមខ្លួនឯងអត់មានសល់ច្រើនទេបងប្អូនសល់តិចតួចទេអញ្ចឹងបងប្អូនដែលមានតម្រូវការគឺយើងនៅមានតែកង្កែបសាច់ហើយនិងកង្កែបពូជទេអញ្ចឹងបងប្អូនដែលមានចំណូលចិត្តវិស័យកសិកម្មបងប្អូនអាចទិញមេពូជយកទៅចិញ្ចឹមបានណាចាំបានហើយយើងបង្រៀនបច្ចេកទេសបទពិសោធន៍ជំនាញទាំងអស់ហ្នឹងជូនដល់បងប្អូនសម្រាប់អ្នកចង់រៀនបង្កាត់ឬក៏រៀនចិញ្ចឹមឬក៏ចង់វិធីណាគឺយើងមានបច្ចេកទេសបង្រៀនដល់បងប្អូនទាំងអស់ណាបង្រៀនដល់បងប្អូនទាំងអស់អូខេអរគុណច្រើនសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងអស់គ្នាហើយអរគុណសម្រាប់បងប្អូនដែលអ្នកឆ្លាញ់វិស័យកសិកម្មហើយវិស័យកសិកម្មការចិញ្ចឹមកង្កែបនេះគឺវាជាជ្រុងមួយនៃកំណត់ហើយវាជាជ្រុងមួយនៃការផលិតប្រភពលុយដែលយើងសល់ពេលវេលាពីធ្វើការងារឬក៏គ្រួសារគាត់នៅផ្ទះគាត់ក៏អាចធ្វើបានដែរដែលយើងអាចធ្វើជាលក្ខណៈគ្រួសារណាយើងធ្វើលក្ខណៈគ្រួសារហើយមួយថ្ងៃគឺយើងលាងទឹកតែម្ដងទេឬក៏2 ដងតែប៉ុណ្ណោះណាមួយថ្ងៃយើង1 ដងក៏បាន2 ដងក៏បានអញ្ចឹងវាល្អអញ្ចឹងកើតឲ្យវាអត់ពាក់ព័ន្ធនឹងការលំបាកទេបងប្អូនទិញតែចំណីមកយកមកបាយឲ្យវាស៊ីជាការស្រេចតែបងប្អូនខ្ញុំអត់ចង់ចំណាយច្រើន50បងប្អូនដាំចក់អាសូឡាឬក៏ដង្កូវណាចិញ្ចឹមដង្កូវសម្រាប់គ្រប់គង់ចំជាចំណីកង្កែបរបស់យើងអូខេតោះណា